តែអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ទេថាតើកន្លែងចុងក្រោយគេបង្អស់នៅលើពិភពលោកដែលមនុស្សបានរកឃើញទីបំផុតនៅឯណាថ្ងៃនេះយើងនឹងរៀបរាប់តាំងពីដើមទីដោយចាប់ផ្ដើមនិយាយពីប្រភពដើមរបស់មនុស្សធានាជាងាយស្រួលយល់និងមិនរញ៉េរញ៉ៃយោងតាមរបបកំហើញខាងបុរាណវិទ្យាបច្ចុប្បន្នមនុស្សដំបូងបង្អស់បានបង្ហាញខ្លួននៅម៉ារ៉ុកកាលពីប្រហែល300,000ឆ្នាំមុនអាហ្វ្រិកខាងត្បូងក៏បានរកឃើញសំណល់មនុស្សកាលពី259,000 ឆ្នាំមុនផងដែរម្យ៉ាងទៀតកាលពី20,000 ឆ្នាំមុនមនុស្សឆ្លាតវៃបានរស់នៅក្នុងប្រទេសអេត្យូពីនិងតំបន់អាហ្វ្រិកខាងកើតទាំងមូលរួចទៅហើយប៉ុន្តែអ្នកទាំងអស់គ្នាកុំទាន់គិតថានេះគឺជាផ្លូវដំបូងបំផុតរបស់បុព្វបុរសយើងមិនប្រកាសថានៅប៉ុន្មានទសវត្សរ៍ខាងមុខនឹងមានការរកឃើញសំណល់ថ្មីបន្ថែមទៀតនោះទេដល់ពេលនោះផែនទីនៃការធ្វើចំណាក់ស្រុករបស់មនុស្សទាំងមូលនឹងត្រូវគូសឡើងហើយមានការលើកឡើងមួយទៀតថាមនុស្សឆ្លាតវៃបានបង្ហាញខ្លួនក្នុងពេលដំណើរគ្នានៅកន្លែងផ្សេងៗជុំវិញពិភពលោកបន្ទាប់មកបានចំណាយពេលរាប់ពាន់ឆ្នាំបន្តិចម្ដងរៀបតាពីពេញទ្វីបហើយទីបំផុតទើបជួបគ្នាជាមួយនឹងការស្រាវជ្រាវបុរាណវិទ្យាកាន់តែស៊ីជម្រៅយើងបានរកឃើញថាកាលពី210,000 ឆ្នាំមុនមនុស្សបានដើរចេញពីទ្វីបអាហ្វ្រិករួចទៅហើយនៅក្នុងរូងភ្នំមួយនៅភាគខាងត្បូងប្រទេសក្រិកហ្វូស៊ីលមនុស្សសម័យដើមត្រូវបានគេរកឃើញកាលពី185,000 ឆ្នាំមុនមនុស្សឆ្លាតវៃក៏បានធ្វើសកម្មភាពនៅក្នុងតំបន់អ៊ីស្រាអែលសពថ្ងៃនេះដែរនៅអាហ្វ្រិកកណ្ដាលនិងអាហ្វ្រិកអនុសាហារាហ្វូស៊ីលមនុស្សកាលពី130,000 ឆ្នាំមុនក៏ត្រូវបានរកឃើញផងដែរប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺអាហ្វ្រិកខាងលិចពិតជាកន្លែងចុងក្រោយដែលបុព្វបុរសរបស់យើងបានទៅដល់ក្នុងទ្វីបអាហ្វ្រិកប្រហែលជា127,000 ឆ្នាំមុនមនុស្សបានឆ្លងកាត់ឧបទ្វីបស៊ីណៃឆ្លងកាត់ឧបទ្វីបអារ៉ាប់យ៉ាងលំបាកហើយបានដើរទៅដល់ប្រទេសអារ៉ាប់រួមសពថ្ងៃនេះនៅពេលដែលដល់160,000 ឆ្នាំមុនពួកគេបានបន្តដំណើរទៅទិសខាងត្បូងទៅដល់អូម៉ង់ប៉ុន្តែការធ្វើចំណាក់ស្រុកនៅពេលនោះមិនរលូនទេពួកគេមិនអាចតាំងទីលំនៅបានទេហើយប្រហែលជាត្រូវបានជំនួសដោយជនជាតិនេអង់ដេតាល់ដែលត្រូវបង្ខំចិត្តចុះមកភាគខាងត្បូងដើម្បីគេចពីយុគសម័យទឹកកកនៅអឺរ៉ុបវាបានកន្លងផុតទៅរាប់ពាន់ឆ្នាំរហូតដល់7,000 ឆ្នាំមុនទើបឈានចូលដល់ការធ្វើចំណាក់ស្រុកទ្រង់ទ្រាយធំលើកទី2របស់មនុស្សចេញពីទ្វីបអាហ្វ្រិកពួកគេបានឆ្លងកាត់សមុទ្រក្រហមម្ដងទៀតហើយទៅដល់ឧបទ្វីបអារ៉ាប់នៅក្នុង5,000 ឆ្នាំបន្ទាប់ពួកគេបានដណ្ដើមយកឧបទ្វីបឥណ្ឌាទាំងមូលអាស៊ីអាគ្នេយ៍និងសូម្បីតែឈានដល់ប្រទេសអូស្ត្រាលីដ៏ឆ្ងាយនេះគឺជាលើកទី1ហើយដែលមនុស្សឆ្លាតវៃបានពង្រីកទីជម្រករបស់ពួកគេទៅកាន់កន្លែងដែលមនុស្សឈរត្រង់មិនធ្លាប់ទៅដល់បន្ទាប់មកមនុស្សក៏ចាប់ផ្ដើមវាយលុកអឺរ៉ុបឡើងវិញដោយប្រឈមមុខនឹងជនជាតិនេអង់ដេតាល់ម្ដងទៀតជនជាតិអឺរ៉ុបសម័យទំនើបដំបូងគេទាំងនេះត្រូវបានគេហៅថាក្រូម៉ាញ៉ុងប៉ុន្តែផ្លូវនៃការពង្រីកទឹកដីរបស់ពួកគេរៀងរញ៉េរញ៉ៃបន្តិចឧទាហរណ៍ប្រទេសបារាំងបានរកឃើញសំណល់កាលពី55,000 ឆ្នាំមុនឧបទ្វីបបាល់កង់និងអាល្លឺម៉ង់កាលពី48,000 ឆ្នាំមុនចំណែកអ៊ីតាលីនិងអង់គ្លេសកាលពី44,000 ឆ្នាំមនុស្សឆ្លាតវៃទាំងនេះបានប្រាស្រ័យទាក់ទងនិងបង្កាត់ពូជជាមួយជនជាតិនេអង់ដេតាល់ក្នុងតំបន់ហើយជនជាតិនេអង់ដេតាល់ប្រហែលជាផុតពូជនៅចន្លោះ35,000 ទៅ 40,000 ឆ្នាំមុនស្របពេលជាមួយគ្នានេះដែរមនុស្សនៅអាស៊ីបានចាប់ផ្ដើមធ្វើដំណើរទៅទិសខាងជើងឆ្ងាយពីឆ្នេរសមុទ្រ45,000 ឆ្នាំមុនពួកគេបានទៅដល់អូមសហើយ40,000 ឆ្នាំមុនពួកគេបានទៅដល់ភាគឦសានប្រទេសចិនហើយក្រោយមកក៏បានទៅដល់ប្រទេសនៅពេលនោះក្នុងយុគសម័យទឹកកកកម្ពស់ទឹកសមុទ្រមានកម្រិតទាបដូច្នេះពួកគេគួរតែដើរឆ្លងកាត់ឧបទ្វីបកូរ៉េក្នុងរយៈពេលប្រហែលគ្នានេះជនជាតិដើមអូស្ត្រាលីបានពង្រីកពាសពេញប្រទេសអូស្ត្រាលីហើយថែមទាំងបានឆ្លងកាត់មហាសមុទ្រទៅដល់កោះតាសាម៉ានីដែលនៅទីនោះពួកគេបានជួបនឹងសត្វតាសាម៉ានីដេវិលដ៏គួរឲ្យស្រឡាញ់រលត់ទៅអឺរ៉ុបវិញកាលពី35,000 ឆ្នាំមុនជនជាតិក្រូម៉ាញ៉ុងបានឆ្លងកាត់ជួរភ្នំពីភីរ៉េណេហើយតាំងទីលំនៅនៅឧបទ្វីបអ៊ីបេរីសំណល់មនុស្សដំបូងបង្អស់នៅអ៊ីឡង់គឺកាលពី33,000 ឆ្នាំមុនចំណែកកោះកូស៊ីកានិងសាឌីនីគឺ 20,000 ឆ្នាំមុនក្រឡេកមកមើលអាស៊ីវិញកាលពី30,000 ឆ្នាំមុនតៃវ៉ាន់បានទទួលអ្នកតាំងទីលំនៅដំបូងគេនៅពេលនោះកម្ពស់ទឹកសមុទ្រមានកម្រិតទាបច្រកសមុទ្រតៃវ៉ាន់បានក្លាយទៅជាស្ពានផ្លូវហើយមនុស្សអាចដើរឆ្លងកាត់ដោយផ្ទាល់ក្នុងរយៈពេលដូចគ្នានេះមនុស្សឆ្លាតវៃក៏បានចូលជ្រៅទៅក្នុងតំបន់ស៊ីបេរីនិងអឺរ៉ុបខាងកើតយើងឥឡូវនេះគិតថាវារងាប៉ុន្តែនៅពេលនោះវាត្រជាក់ជាងឥឡូវឆ្ងាយណាស់ដូច្នេះជំហាននៃការពង្រីកខ្លួនរបស់មនុស្សក៏ថយចុះក្នុងរយៈពេល5,000 ឆ្នាំបន្ទាប់ពួកគេបានបន្តដំណើរទៅទិសខាងកើតដែលជំហាននេះគឺសំខាន់ខ្លាំងណាស់ដោយវាបានចាក់គ្រឹះសម្រាប់ការតាំងទីលំនៅនៅទ្វីបអាមេរិកនៅពេលក្រោយប្រហែលជា20,000 ឆ្នាំមុនមនុស្សបានដើរឆ្លងកាត់ច្រកសមុទ្របេរីងយ៉ាងក្លាហានឆ្លងកាត់ទឹកដីកកនៃរដ្ឋអាឡាស្កានិងភាគខាងជើងប្រទេសកាណាដាដោយសារតែត្រជាក់ខ្លាំងពួកគេបានចំណាយពេលរាប់ពាន់ឆ្នាំបន្តិចម្ដងចុះមកភាគខាងត្បូងរហូតដល់14,000 ឆ្នាំមុនពួកគេបានទៅដល់ចុងខាងត្បូងនៃទ្វីបអាមេរិកស្ទើរតែបានដើរគ្រប់ទីកន្លែងនៃទ្វីបអាមេរិកនៅពេលឈានដល់12,000 ឆ្នាំមុនគ្រិស្តសករាជ
សីតុណ្ហភាពបានកើនឡើងពី3ទៅ4អង្សាសេហើយទីបំផុតមនុស្សអាចរស់នៅកន្លែងត្រជាក់បំផុតនៅលើផែនដីបាននៅអឺរ៉ុបពួកគេបានទៅដល់អឺរ៉ុបខាងជើងហើយនៅរុស្ស៊ីពួកគេបានទៅដល់ភាគខាងជើងស៊ីបេរី 10000 ឆ្នាំមុនមនុស្សបានមកដល់ចុងខាងត្បូងនៃទ្វីបអាមេរិកជាលើកទី2ក្នុងរយៈពេលដូចគ្នានេះសំណល់មនុស្សក៏ត្រូវបានគេរកឃើញនៅកោះស៊ីបផងដែរក្នុងរយៈពេលប៉ុន្មានពាន់ឆ្នាំបន្ទាប់មនុស្សបានបន្តការរត់រក 8000 ឆ្នាំមុនជនជាតិស៊ីស៊ីលីបានរកឃើញម៉ាល់តា 6000 ឆ្នាំមុនមនុស្សនៅអាមេរិកខាងត្បូងនិងអាមេរិកកណ្ដាលបានឈានជើងចូលការ៉ាប៊ីន 5000 ឆ្នាំមុនភាគខាងជើងប្រទេសកាណាដាបានទទួលជនជាតិអ៊ីនូអ៊ីត 4000 ឆ្នាំមុនពួកគេក៏បានទៅដល់កោះ Greenland នៅពេលនេះបុព្វបុរសនៅតៃវ៉ាន់បានបង្កើតទូកទួពីរដែលជាទូកឯកតារបស់ជនជាតិប៉ូលីនេស៊ីហើយចាប់ផ្ដើមតាំងទីលំនៅនៅប្រជុំកោះអាស៊ីអាគ្នេយ៍នៅ 3000 ឆ្នាំមុនគ្រិស្តសករាជពួកគេបានទៅដល់ហ្វីលីពីន 2500 ឆ្នាំមុនទៅដល់ឥណ្ឌូនេស៊ី 2200 ឆ្នាំមុនទៅដល់មីក្រូនេស៊ីហើយទីបំផុតបានបញ្ឈប់ដំណើរនៅតុងកានិងសាមឺស្របពេលជាមួយគ្នានេះប្រជុំកោះកាណារីក៏ត្រូវបានគេរកឃើញផងដែរដែលប្រហែលជាត្រូវបានរកឃើញដោយកុលសម្ព័ន្ធបែបមកពីជួរភ្នំនិយាយអំពីការធ្វើនាវាចរដ៏ឆ្ងាយនិងក្លាហានបំផុតមួយរបស់មនុស្សប្រហែលជាឆ្នាំ500នៃគ្រិស្តសករាជមនុស្សបានទៅដល់ម៉ាដាហ្គាស្កាអ្វីដែលចម្លែកនោះគឺអ្នកដែលចាប់ផ្ដើមការធ្វើដំណើរនេះមិនមែនជាជនជាតិអាហ្វ្រិកទេប៉ុន្តែជាជនជាតិឥណ្ឌូនេស៊ីពួកគេជិះទូកឯកតាដែលហៅថាវ៉ាកាឆ្លងកាត់មហាសមុទ្រមកដល់ទីនេះបន្ទាប់មកពួកគេក៏បានរកឃើញប្រជុំកោះកូម៉ូក្នុងរយៈពេលប្រហាក់ប្រហែលគ្នានេះជនជាតិស្កុតឡែនឬអ៊ីឡង់បានរកឃើញប្រជុំកោះហ្វារ៉ូហើយពួកគេបានយកស្រូវបាឡេនិងឈាមទៅតាំងទីលំនៅនៅទីនោះ200 ឆ្នាំក្រោយមកជនជាតិវីគីងក៏បានទៅដល់ប្រជុំកោះ Azores ដែលនេះត្រូវបានរកឃើញតាមរយៈការវិភាគលាមកសត្វចាស់ៗសំណល់មនុស្សដំបូងបង្អស់នៅអ៊ីស្លង់គឺនៅឆ្នាំ770នៃគ្រិស្តសករាជនៅពេលនោះគួរតែមានអ្នកប្រមាញ់នៅទីនេះដើម្បីប្រមាញ់ភ្លុកសត្វវ៉ាល់រូសនៅឆ្នាំ800ប្រជុំកោះបាហាម៉ាបានទទួលអ្នកស្រុកដំបូងគេគឺជនជាតិថៃណូពួកគេមកពីកោះហ៊ីស្ប៉ានីអូឡានិងកោះគុយបានីអ៊ុយនៅប្រហែលឆ្នាំ900នាវឹកជនជាតិប៉ូលីនេស៊ីមកពីសាម៉ូបានតាំងទីលំនៅនៅលើកោះអ៊ីស្ទើ40ឆ្នាំក្រោយមកពួកគេក៏បានទៅដល់កោះហាវ៉ៃនៅប្រហែលឆ្នាំ1000អ្នកដែលរុករកកោះអ៊ីស្ទើម្ដងទៀតនៅតែជាជនជាតិប៉ូលីនេស៊ីនៅឆ្នាំ1280ពួកគេបានសម្រេចស្នាដៃដ៏អស្ចារ្យមួយដោយបានរកឃើញប្រទេសនូវែលសេឡង់បន្ទាប់មកក៏ឈានចូលដល់យុគសម័យនៃការរុករកតាមសមុទ្រជនជាតិអឺរ៉ុបបានចាប់ផ្ដើមដឹកនាំការរុករកទូទាំងពិភពលោក1419ពួកគេបានចេញដំណើរពីប្រជុំកោះម៉ាឌេរ៉ា1456ជនជាតិព័រទុយហ្គាល់បានចូលកាន់កាប់កាប់វែ1470បានចូលកាន់កាប់សៅតូមេនិងព្រីនស៊ីប1474បានចូលកាន់កាប់អាណូបងប្រហែលឆ្នាំ1500ជនជាតិប៉ូលីនេស៊ីបានរកឃើញកន្លែងថ្មីជាលើកចុងក្រោយគឺប្រជុំកោះឆាថាម2ឆ្នាំក្រោយមកជនជាតិព័រទុយហ្គាល់បានរកឃើញកោះសេនហេលេណាដែលបច្ចុប្បន្នជាទឹកដីក្រៅស្រុករបស់អង់គ្លេសនៅឆ្នាំ1503បានរកឃើញកោះអាសេនសិននៅឆ្នាំ1506អ្នករុករកជនជាតិព័រទុយហ្គាល់ម្នាក់បានរកឃើញប្រជុំកោះទ្រីស្តង់ដាកូញ៉ាដែលនេះក៏ជាកោះចុងក្រោយគេបង្អស់មួយដែលត្រូវបានគេរកឃើញផងដែរនៅឆ្នាំ1507ជនជាតិព័រទុយហ្គាល់បានឈានជើងឡើងកោះម៉ូរីសនៅពេលនោះវាគឺជាទីជម្រកតែមួយគត់របស់សត្វស្លាបដូដូក្រោយមកជនជាតិហូឡង់បានមកដល់ហើយដោយសារសត្វដូដូមិនចេះហោះហើរវាក៏បានផុតពូជបន្តិចម្ដងនៅឆ្នាំ1512ជនជាតិព័រទុយហ្គាល់បានចូលកាន់កាប់កោះរេអ៊ូញ៉ុងដែលបច្ចុប្បន្នជាទឹកដីរបស់បារាំងពីទីនេះហោះហើរទៅទីក្រុងប៉ារីមានចម្ងាយ9350គីឡូម៉ែត្រដែលជាជើងហោះហើរត្រង់ក្នុងស្រុកដែលវែងជាងគេនៅលើពិភពលោកនៅឆ្នាំ1515ជនជាតិអេស្ប៉ាញបានទៅទស្សនាកោះប៊ឺមូដាជាលើកដំបូងនៅឆ្នាំ1520ក្រុមរុករករបស់ម៉ាហ្សេឡង់បានរកឃើញប្រជុំកោះ Malvinas រហូតមកដល់ពេលនេះមនុស្សបានដណ្ដើមយកទ្វីបអាមេរិកទាំងមូលនៅឆ្នាំ1528ជនជាតិព័រទុយហ្គាល់បានរកឃើញកោះ Rodrigues នៅឆ្នាំ1543ជនជាតិអេស្ប៉ាញបានទៅទស្សនាប្រជុំកោះ Ogasawara ហើយមនុស្សបានដណ្ដើមយកអាស៊ីទាំងមូលនៅមានប្រជុំកោះស្វាល់បាតទៀតដែលជាកន្លែងមួយដែលច្បាប់ហាមឃាត់ការស្លាប់ត្រូវបានទៅទស្សនាជាលើកដំបូងនៅឆ្នាំ1604ដោយអ្នកប្រមាញ់សត្វវ៉ាល់រូសជនជាតិអង់គ្លេសនៅឆ្នាំ1609ជនជាតិអង់គ្លេសបានទៅដល់ប្រជុំកោះសីសែលជាលើកដំបូងហើយមនុស្សក៏បានដណ្ដើមយកទ្វីបអាហ្វ្រិកទាំងមូលផងដែរមកដល់ពេលនេះស្ទើរតែគ្រប់ទីកន្លែងត្រូវបានគេរកឃើញអស់ហើយអ្នករុករកបានចាប់ផ្ដើមសម្លឹងមើលតំបន់រយៈទទឹងខ្ពស់នៅប៉ូទាំងពីរកាលពីប៉ុន្មានរយឆ្នាំមុនការជិះទូកទៅកាន់កន្លែងត្រជាក់ខ្លាំងទាំងនោះមិនមែនជារឿងស្រួលនោះទេ1614កង Nivena West ពេលកំពុងនេសាទត្រីបាឡែនបានទៅដល់កោះ Jan Mayen ជាលើកដំបូង1663អ្នករុករកជនជាតិហូឡង់បានទៅដល់ប្រជុំកោះ Prince Edward ដែលបច្ចុប្បន្នជាកម្មសិទ្ធិរបស់អាហ្វ្រិកខាងត្បូង1696អ្នកធ្វើនាវាចរជនជាតិហូឡង់បានរកឃើញកោះ Amsterdam និងកោះ Saint Paul កោះភ្នំភ្លើងទាំងពីរនេះបច្ចុប្បន្នជាកម្មសិទ្ធិរបស់បារាំងកោះ Amsterdam មានអ្នកស្រាវជ្រាវចំនួន28អ្នករស់នៅពេញមួយឆ្នាំចំណែកកោះ Saint Paul នៅតែគ្មានមនុស្សរស់នៅឆ្នាំ1772ក្រុមរុករកជនជាតិបារាំងបានរកឃើញប្រជុំកោះ Kerguelen និងប្រជុំកោះ Crozet ដោយចៃដន្យកោះ Kerguelen មានទាហានអ្នកវិទ្យាសាស្ត្រនិងវិស្វកររស់នៅពី50ទៅ100នាក់
ប្រជុំកោះក្រូសេមានតែអ្នកវិទ្យាសាស្ត្រចំនួន25នាក់និងហ្វូងសត្វ Penguin ប៉ុណ្ណោះ3ឆ្នាំក្រោយមកអ្នករុករកជនជាតិអង់គ្លេសឈ្មោះ Cook បានរុករកកោះចរចាខាងត្បូងនិងប្រជុំកោះសាំងវិចខាងត្បូងជាលើកដំបូងដែលបច្ចុប្បន្នគ្រប់គ្រងដោយអង់គ្លេសហើយប្រទេសអាហ្សង់ទីនក៏ទាមទារអធិបតេយ្យភាពផងដែរនៅឆ្នាំ1788ជនជាតិអង់គ្លេសបានរុករកកោះ Lord Howe នៅភាគខាងកើតប្រទេសអូស្ត្រាលីនៅឆ្នាំ1810ជនជាតិអូស្ត្រាលីម្នាក់ពេលកំពុងស្វែងរកកន្លែងបរបាញ់ថ្មីបានរកឃើញកោះ Macquarie ដោយចៃដន្យនៅពេលនេះមនុស្សបានដណ្ដើមយកទ្វីបអូសេអានីទាំងមូលជាមូលដ្ឋាននៅឆ្នាំ1819ជនជាតិអង់គ្លេសបានឈានជើងឡើងប្រជុំកោះ Shetland ខាងត្បូងជាលើកដំបូងនៅឆ្នាំ1821អ្នកប្រកបរបរ2នាក់បានទៅទស្សនាប្រជុំកោះ Orkney ខាងត្បូងនៅឆ្នាំ1855ជនជាតិអង់គ្លេសបានរុករកកោះ Heard និងប្រជុំកោះ McDonald នៅឆ្នាំ1872ក្រុមរុករកនៃចក្រភពអូទ្រីហុងគ្រីបានឈានជើងឡើងទឹកដី Franz Josef ជាលើកដំបូងដោយដាក់ឈ្មោះតាមអធិរាជនៅសម័យនោះអធិរាជអង្គនេះគ្រងរាជបាន68ឆ្នាំឈរនៅលេខរៀងទី6ក្នុងប្រវត្តិសាស្ត្រទ្វីបអង់តាក់ទិកដ៏ធំទូលាយបំផុតត្រូវបានគេរកឃើញតាំងពីឆ្នាំ1820មកម្លេះថ្ងៃរហូតដល់ឆ្នាំ1895ទើបក្រុមរុករកណូវេសបានទៅដល់ដោយជោគជ័យជាលើកដំបូងនៅឆ្នាំ1913អ្នករុករកជនជាតិរុស្ស៊ីបានរកឃើញនិងរុករកប្រជុំកោះ Severnia Zemlya ហើយនេះក៏ជាប្រជុំកោះដ៏ធំចុងក្រោយគេបង្អស់នៅលើផែនដីដែលត្រូវបានរុករកផងដែរនៅឆ្នាំ1934អ្នករុករកអាមេរិកបានរកឃើញកោះ Roosevelt នៅឆ្នាំ1940គាត់ក៏បានរកឃើញកោះ Thurston ទៀតនៅឆ្នាំ1957ក្រុមការងារអាមេរិកបានរុករកកោះ Burnor រហូតមកដល់ពេលនេះមនុស្សបានដណ្ដើមយកទ្វីបអង់តាក់ទិកទាំងមូលទាំងស្រុងហើយបានបញ្ចប់ការគូរផែនទីពិភពលោកនិយាយមកដល់ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាសួរថាតើឥឡូវនេះគ្មានអ្វីត្រូវរុករកទៀតទេមែនទេតាមពិតវាមិនអញ្ចឹងទេទោះបីជាមនុស្សបានរកឃើញស្ទើរតែគ្រប់ទឹកដីក៏ដោយក៏នៅមានជងកំបាំងជាច្រើនទៀតដែលរងចាំការរកឃើញជាឧទាហរណ៍រូងភ្នំដ៏ធំបំផុតនៅលើពិភពលោកត្រូវបានរកឃើញនៅប្រទេសវៀតណាមនៅឆ្នាំ1991ហើយក៏មានកោះដែលទើបនឹងកើតថ្មីផងដែរគឺនៅឆ្នាំ1963ភ្នំភ្លើងក្រោមបាតសមុទ្រក្បែរប្រទេសអ៊ីស្លង់បានផ្ទុះឡើងបង្កើតបានជាកោះសឺតសៃនៅឆ្នាំ2006កោះបាសងឆារបស់ប្រទេសបង់ក្លាដេសដែលកើតចេញពីការកកកុញនៃដីល្បាប់ពីជួរភ្នំហេម៉ាឡាយ៉ានៅឆ្នាំ2020កោះស៊ីហ្វ័រនៅទ្វីបអង់តាក់ទិកត្រូវបានរកឃើញដោយសារតែការរលាយនៃផ្ទាំងទឹកកកសូមតាមដានខ្ញុំវគ្គក្រោយខ្ញុំនឹងនាំអ្នកទៅស្វែងយល់បន្ថែមអំពីចំណេះដឹងដែលមិនសូវមានអ្នកដឹងអំពីផែនដីតើអ្នកចាប់អារម្មណ៍ចង់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រនៃការរកឃើញទ្វីបណាមួយជាក់លាក់ដែរ